ជាទៅអប់រំការចោលសំរាមផ្ដេសផ្ដាសជាពិសេសនៅក្នុងប្រភពទឹកគឺជាប្រភពនៃជំងឺឆ្លងផ្សេងដូច្នេះកូនត្រូវតែចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាតល្អដើម្បីសុខភាពរបស់យើងទាំងអស់គ្នាបងប្អូនទាំងអស់គ្នាតាមយើងមកអានវិញនោះទេនៅទៅតាមណារឿងនេះមានរឿងឈ្មោះកុំចោលសម្រាមផ្ដេសផ្ដាសសូរិយានិងចន្ទ្រាពួកគេជាបងប្អូននឹងគ្នាហើយតែងតែលេងជាមួយគ្នារាល់ថ្ងៃផ្ទះរបស់ពួកគេនៅជិតស្រះទឹកធំមួយដែលអ្នកភូមិទាំងអស់គ្នាប្រើប្រាស់សម្រាប់ផឹកនិងដាំស្លថ្ងៃមួយសូរិយានិងចន្ទ្រាពួកគេឃើញមានសម្រាមជាច្រើនដូចជាសបកស្ករគ្រាប់និងថង់ប្លាស្ទិកនៅរាយប៉ាយពាសពេញដីដោយមិនបានគិតវែងឆ្ងាយសូរិយាក៏និយាយទៅកាន់ចន្ទ្រាថាចន្ទ្រាយើងនាំគ្នារើសសម្រាមទាំងនេះបោះចូលទៅក្នុងស្រះទឹកទៅក្មេងទាំងពីរនាក់ក៏នាំគ្នាប្រមូលសម្រាមទាំងនោះបោះចូលទៅក្នុងស្រះទឹកយ៉ាងសប្បាយរីករាយនៅពេលនោះដែរម្ដាយបានដើរមកឃើញហើយសួរថាកូនកំពុងធ្វើអ្វីនឹងក្មេងទាំងពីរនាក់មានការភិតភ័យបន្តិចហើយសូរិយាក៏ឆ្លើយទាំងគោហកថាគឺពួកខ្ញុំមិនបានធ្វើអ្វីទេម៉ែពួកខ្ញុំគ្រាន់តែលេងនៅទីនេះម្ដាយរបស់គេក៏ជឿហើយដើរចេញទៅលុះព្រឹកឡើងសូរិយានិងចន្ទ្រាមានអាការៈឈឺពោះយ៉ាងខ្លាំងហើយរមាស់ពេញទាំងខ្លួនប្រាណម្ដាយរបស់សូរិយាមានការព្រួយបារម្ភហើយក៏នាំកូនទាំងពីរនាក់ទៅជួបគ្រូពេទ្យពេលទៅដល់មន្ទីរពេទ្យក្រោយពីបានពិនិត្យរួចរាល់ហើយលោកគ្រូពេទ្យក៏បានមានប្រសាសន៍ថាក្មួយទាំងពីរនាក់បានឆ្លងមេរោគតាមរយៈការបរិភោគទឹកដែលមិនស្អាតអ្នកម្ដាយក៏នឹកឃើញដល់សកម្មភាពរបស់គាត់កាលពីម្សិលមិញហើយក៏សួរទៅកាន់កូនទាំងពីរនាក់ថាកូនប្រាប់ម៉ែតាមត្រង់មកកាលពីម្សិលមិញកូនបានយកសម្រាមទៅបោះចោលក្នុងស្រះទឹកមែនទេសូរិយានិងចន្ទ្រាងក់ក្បាលតិចហើយក៏ព្រមសារភាពពីកំហុសរបស់ខ្លួនលោកគ្រូពេទ្យក៏បានពន្យល់បន្ថែមថាការចោលសម្រាមទៅក្នុងប្រភពទឹកគឺជាអំពើដ៏គ្រោះថ្នាក់បំផុតព្រោះវាអាចធ្វើឲ្យទឹកកខ្វក់និងពោរពេញទៅដោយមេរោគនៅពេលដែលយើងយកទឹកនោះមកប្រើប្រាស់វាអាចបណ្ដាលឲ្យយើងកើតជំងឺផ្សេងដូចជាជំងឺរាគរូសគ្រុនពោះវៀននិងជំងឺសើស្បែកជាដើមដូច្នេះហើយក្មួយមិនត្រូវចោលសម្រាមផ្ដេសផ្ដាសទៀតទេជាពិសេសគឺនៅក្នុងប្រភពទឹកតែម្ដងក្រោយពីត្រឡប់មកដល់ផ្ទះវិញសូរិយានិងចន្ទ្រាមានការសោកស្ដាយខ្លាំងណាស់ចំពោះទង្វើរបស់ខ្លួនពួកគេក៏បានយកសំណាញ់ទៅជាមួយម្ដាយដើម្បីជួយគ្នាខ្វាយយកសម្រាមដែលពួកគេបានបោះចោលចេញពីស្រះទឹកនោះវិញបន្ទាប់ពីបានសម្អាតរួចរាល់ហើយក្មេងទាំងពីរនាក់ក៏បានសុំទោសម្ដាយរបស់ខ្លួនហើយសន្យាថានឹងមិនចោលសម្រាមផ្ដេសផ្ដាសទៀតឡើយជាទៅអប់រំការចោលសម្រាមផ្ដេសផ្ដាសជាពិសេសនៅក្នុងប្រភពទឹកគឺជាប្រភពនៃជំងឺឆ្លងផ្សេងដូច្នេះកូនត្រូវតែចូលរួមថែរក្សាបរិស្ថានឲ្យបានស្អាតល្អដើម្បីសុខភាពរបស់យើងទាំងអស់គ្នា